ចាសូមគោរពជំរាបសួរនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីសូមស្វាគមន៍មកកាន់វីដេអូដែលនិយាយអំពីការកំណត់តែងនិងការអាកាសនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ចាឥឡូវនេះយើងនឹងមកមើលការកំណត់តែងម្ដងអញ្ចឹងតើតើនឹងថ្ងៃខែឆ្នាំនៃការតាក់តែងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់នេះគឺត្រូវបាននិពន្ធឡើងនៅឆ្នាំ1960ដល់ឆ្នាំ1961ហើយតើតើទៅនឹងថ្ងៃខែឆ្នាំនៃការបោះពុម្ពរឿងនេះត្រូវបានបោះពុម្ពឡើងនៅឆ្នាំ1961ដដែលចាហើយនៅឆ្នាំ1993ដល់ឆ្នាំ1994ក្រសួងអប់រំយុវជននិងកីឡាក៏បានរៀបចំបញ្ចូលក្នុងកម្មវិធីសិក្សាសាលាចំណេះទូទៅសម្រាប់ថ្នាក់ទី12ចាអញ្ចឹងនៅពេលដែលបងអូនរៀនថ្នាក់ទី12បងអូននឹងប្រទះនៅការសិក្សារឿងព្រះអាទិត្យថ្មីរះនៅលើផែនដីចាស់នៅក្នុងសភៅសិក្សាគោលរបស់យើងហើយតើតើទៅនឹងកាលអាកាសផងដែរដែលការគឺនិយាយអំពីពេលវេលាចាហើយដំណើររឿងហ្នឹងគឺប្រព្រឹត្តទៅនៅចន្លោះឆ្នាំ1949ដល់ឆ្នាំ1960ចាគឺប្រហែលរយៈពេល11ឆ្នាំតើតើទៅនឹងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់នេះចាហើយអាកាសវិញគឺសំដៅទៅលើទីកន្លែងដែលដំណើររឿងហ្នឹងគឺប្រព្រឹត្តទៅនៅក្នុងទីកន្លែងនៃប្រទេសកម្ពុជារួមមានស្រុកបាវេលចាតែនេះគឺជាខ្លឹមសារការកំណត់តែងនិងកាលអាកាសនៅក្នុងរឿងព្រះអាទិត្យថ្មីរះនៅលើផែនដីចាស់សង្ឃឹមថាវីដេអូមួយនេះនឹងជាប្រយោជន៍ដល់បងប្អូនក្នុងការសិក្សារៀនសូត្រហើយសង្ឃឹមថាបងប្អូនអរគ្នានឹងខិតខំបន្ថែមក្នុងការស្វ័យសិក្សាជាមួយនឹងវីដេអូអ្នកគ្រូជាបន្តទៀតសូមជួយ like និង subscribe Channel YouTube របស់អ្នកគ្រូម្នាក់មួយផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា